នៅពេលដែលយើងចង់បានអក្សរដែលមានរូបភាពនៅពីក្រោយបែបនេះហើយមួយទៀតគឺអក្សរហ្នឹងគឺវាដាច់ដោយឡែកចេញពីគ្នាតែម្ដងដូចពាក្យ bird ចឹងទៅវាមានរូបសត្វស្លាបនៅពីក្រោយហើយអក្សរនេះគឺវាដាច់ផ្សេងគ្នាពាក្យ flower នេះក៏វាមានរូបផ្កាពណ៌អីចឹងទៅហើយវាដាច់ដោយឡែកពីគ្នាដើម្បីធ្វើអញ្ចឹងបាននោះតើគេធ្វើដូចម្ដេចចឹងសូមបងប្អូនទាំងអស់គ្នាធ្វើការតាមដានទស្សនាដូចតទៅឥឡូវនេះខ្ញុំមានរូបភាពសត្វស្លាបហើយអ្វីដែលយើងត្រូវការមួយទៀតនោះគឺអក្សរអញ្ចឹងយើងចូលទៅក្នុង insert តមកយើងយកពាក្យថា word art ហើយយើងរើសយកឧទាហរណ៍ថាខ្ញុំយកអក្សរ style បែបនេះចុះហើយខ្ញុំវាយពាក្យថា bird យើងស្រឡាញ់ប៉ុណ្ណាយើងបរិចវាឲ្យធំដោយដំឡើងសាយរបស់វាទៅឬមួយក៏បងប្អូនទាំងអស់គ្នា select ទៅលើវាតមកយើងចុច control ហើយកន្លែងគ្នាបិទដើម្បីបរិចសាយរបស់វាខ្ញុំចង់បានប៉ុណ្នេះតមកយើងត្រូវសេរីទៅលើទីតាំងរូបភាពដែលយើងចង់ឲ្យវាបញ្ចេញជាមួយនឹងអក្សរវាបញ្ចូលគ្នានឹងត្រង់ចំណុចណាអញ្ចឹងយើងស្រឡាញ់ប៉ុណ្ណាគឺយើងយកប៉ុណ្ណឹងតែម្ដងបន្ទាប់មកបានយើង select ទៅលើរូបភាពយើងត្រូវ select មុនគេរូបភាពបន្ទាប់មកយើងចុច control ទៅ select ទៅលើអក្សរបើក្នុងករណីយើង select ទៅលើអក្សរហើយបានមករូបភាពតាមក្រោយក៏វាអត់ចេញដែរព្រោះយើងចង់បានយកតាមពណ៌នៃរូបភាពនេះวันนี้ហើយយើងមើលនៅខាងលើយើងឃើញពាក្យថា shape format ចុចលើ shape format បន្ទាប់មកយើងឃើញពាក្យថា merge shape បាទ merge shape នេះមានច្រើនមានរហូតទៅដល់5ចំណុចតើវាខុសគ្នាយ៉ាងម៉េចនោះនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពីលក្ខណៈនីមួយៗរបស់វាអញ្ចឹងខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូនៅកន្លែង description ក្នុងចំណោម5នេះគឺយើងយក fragment ដើម្បីបំបែកវាទៅតាមចំណុចដែលវាប្រសពគ្នាបន្ទាប់មកយើង select ទៅលើផ្ទាំងនៃរូបនេះហើយខ្ញុំចុចទៅលើ delete ពេលហ្នឹងខ្ញុំបានអក្សរដែលវានៅសេសសល់អញ្ចឹងខ្ញុំត្រូវ select បន្តទៀតកន្លែងអក្សរ B នេះវាមានអាប្លោះកណ្ដាលនេះអញ្ចឹងខ្ញុំ select លើវាហើយខ្ញុំដកវាចេញទៅអក្សរ O នេះក៏វាមានដែរអក្សរ D ក៏វាមានកន្លែងប្រសពដែរបាទអញ្ចឹងប៉ុណ្នេះមកគឺខ្ញុំទទួលបានអក្សរដាច់ដោយឡែកពីគ្នាហើយវាមិនមែនជាប់គ្នាទៀតទេគឺវាផ្សេងគ្នាអញ្ចឹងបងប្អូនអាចបរិចវាឲ្យធំទៅឬមួយក៏យើងធ្វើ animation អីជាដើមទៅតាមតម្រូវការជាក់ស្ដែងរបស់បងប្អូនដែលជាអ្នកចង់ច្នៃប្រឌិតឲ្យ slide របស់យើងវាកាន់តែប្រសើរឡើងចឹងបាទអានេះចំពោះការដាក់ជាភាសាអង់គ្លេសគឺយើងអាចដាក់ចំពោះភាសាខ្មែរក៏យើងអាចដាក់បានធម្មតាដូចគ្នាតែអត់បញ្ហាចឹងខ្ញុំមានរូបភាពស្រាប់នេះហើយយើងមានរូបភ្លើងបែបនេះហើយខ្ញុំចង់សរសេរពាក្យថាភ្លើងចឹងខ្ញុំចូលទៅក្នុង word art យកអាណាមួយក៏បានដែរអាស្រ័យលើបងប្អូនស្រឡាញ់ទេហើយយើងខ្ញុំវាយពាក្យថាភ្លើងរួចហើយយើងបរិចវាឲ្យធំបន្តិចទៅដើម្បីឲ្យអក្សរហ្នឹងវាឃើញច្បាស់តាមបងប្អូនស្រឡាញ់សាយអញ្ចឹងកន្លែងនេះខ្ញុំចង់បានជាលក្ខណៈខ្មែរ OS មូឡាយបាទសឆ្លាក់បែបនេះឲ្យធំតែម្ដងយើងសេរីទីតាំងដែលយើងចង់ដាក់ហ្នឹងឲ្យវាធំប៉ុណ្ណាចឹងមកថាខ្ញុំចង់បានប៉ុណ្នេះចុះចឹងវិធីទី1គឺយើងត្រូវតែ select ទៅលើរូបភាពអាហ្នឹងយើង select ទី1ហើយអក្សរយើង select នៅលំដាប់ទី2តមកយើងចូលទៅ shape format ដដែលហើយយកពាក្យថា merge shape ហើយយកពាក្យថា fragment បាទប៉ានេះដូចគ្នាមិញដែរគឺអ្នកទាំងអស់គ្នាចុចទៅលើរូបភាពតមកយើងចុច delete ទៅយើងនឹងឃើញវានៅសល់អក្សរភ្លើងហ្នឹងហើយប៉ុន្តែវានៅសល់ចំណុចប្រសពគ្នារវាងរូបហើយនឹងអក្សរហ្នឹងយើងអាចចុច delete វាអញ្ចឹងមកដើម្បីឲ្យធំបែបនេះក្នុងករណីនេះយើងអាចទាញចេះក៏បាននេះវាមានទូចមួយនៅក្នុងនេះទៀតយើងអាចលុបវាអស់ទៅហើយទាញបាទអញ្ចឹងពេលនេះគឺយើងបានទាំងស្រៈទាំងជើងអីគឺវាដាច់ដោយឡែកពីគ្នាអញ្ចឹងបងប្អូនអាចធ្វើការច្នៃប្រឌិតដាក់ animation អីចឹងទៅដើម្បីឲ្យវាមានចលនាអក្សរមួយវារត់បញ្ចូលគ្នាទៅដើម្បីឲ្យវាបង្កើតទៅជាអក្សរភ្លើងអីចឹងទៅ
បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្លីទេខ្ញុំចែករំលែកបងប្អូនប៉ុណ្ណឹងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនជាបន្តទៀតនៅក្នុង PowerPoint Word ហើយនិង Excel